ខ្ញុំកណាំចាស់សូមឧទ្ទិសដល់ចំពោះគុណនៃព្រះត្រៃរតន៍ទាំង3ដោយសេចក្តីជ្រះថ្លាសពកាលសូមក្រាបថ្វាយបង្គំដល់ព្រះអង្គគ្រូសវណ្ណបញ្ញាទេពសវណ្ណបច្ចាធិការវត្តទូព្រះរាជានឹងជាព្រះប្រធានធម្មកម្មវិធីពន្លឺព្រះធម៌លំអជីវិតជាគ្រូដែលខ្ញុំកណាំចាស់ដោយសេចក្តីជ្រះថ្លាសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូនៅខេមរៈកវ័យកៅសវឿននៅដែលជាប្រធារៈដោយសេចក្តីជ្រះថ្លាសូមនមស្ការចំពោះលោកចាស់ទេវមុនីទេពិទូសូមនមស្ការគុណចាស់គ្រប់ព្រះអង្គធ្វើសេចក្តីរាប់អានចំពោះលោកអ្នកដ៏មានអាយុគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្រប់គ្នាដែលអញ្ជើញនាំយកនៅចង្ហាន់ទេយទានផ្សេងមកកាន់វត្តទូព្រះរាជាមានញោមឧបាសិកាផាន់ច័ន្ទដែលបានដឹកនាំញាតិពធពុទ្ធបរិស័ទអញ្ជើញមកពីខាងចំការដូងខណ្ឌដង្កោរាជធានីភ្នំពេញញោមស្ដាប់បានទេញោមឮច្បាស់អត់ច្បាស់ហើយណាឮខ្សោយហ្នឹងហើយឥឡូវគិតថាឮប៉ុណ្ណឹងអាចស្ដាប់បានញោមស្ងាត់ហើយផ្ដោតបន្តិចណាស្ដាប់បានប៉ុណ្ណឹងអញ្ចឹងអាត្មាសូមការអនុញ្ញាតពីប្រធានគ្រប់ព្រះអង្គចម្រើនពរញោមម្ដងទៀតដើម្បីបានឱកាសសម្ដែងនៅធម្មកថាខ្លីចែកជូនញាតិញោមទាំងអស់គ្រប់គ្នាអញ្ចឹងដោយញាតិញោមបានលះបង់នៅទ្រព្យសម្បត្តិលុយកាក់ផ្សេងដែលជារបស់មានតម្លៃហ្នឹងបំលែងរបស់ហ្នឹងឲ្យទៅជាទានដែលយើងប្រើពាក្យថាការលះនៅសេចក្តីកំណាញ់ណាញោមលុយកាក់មែនតើអាហ្នឹងបើគិតទៅវាជារបស់ដែលជាទីស្រឡាញ់ហ៎ញោមខ្ញុំស្រឡាញ់លុយហ៎អញ្ចឹងលុយហ្នឹងក៏ទុកថាជារបស់ជាទីស្រឡាញ់មួយដែរហើយញោមបំលែងរបស់ជាទីស្រឡាញ់ហ្នឹងដើម្បីឲ្យคล้ายទៅជាទាននៅក្នុងទីនេះញោមបំលែងរបស់ទាំងអស់ហ្នឹងដូចជាយកលុយកាក់ទៅទិញទ្រព្យរបស់យកមកប្រគេនប្រសង់បាយទឹកនំចំណីអីផ្សេងមានទឹកសុទ្ធភេសជ្ជៈអីហ្នឹងអាហ្នឹងជាទានមួយដែលលោកឲ្យឈ្មោះថាមិស្សទានអញ្ចឹងនៅក្នុងបណ្ដាទានតាមពិតទានបែងចែកច្រើនប៉ុន្តែនៅក្នុងនោះអាត្មាចង់លើកឡើងពីទានដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងទានបែងចែកជា3មានអមិស្សទានធម្មទាននិងអភ័យទានអមិស្សទានជាទូទៅយើងធ្វើជារឿយហើយមួយទៀតគឺធម្មទានដូចនៅក្នុងពេលនេះបំណាច់តែញាតិញោមលះបង់ទ្រព្យរបស់ដ៏មានតម្លៃនឹងយកមកប្រគេនព្រះសង្ឃហើយបានស្ដាប់ពធបង្អោនចិត្តគោរពទៅក្នុងពធទៅអានឹងលោកឲ្យឈ្មោះថាធម្មទានដោយនៅក្នុងកាលដែលសត្វញាតិញោមធ្លាប់ស្ដាប់ប្រវត្តិរឿងសត្វប្រជាវណាសត្វប្រជាវហ្នឹងតាមពិតទៅអត់ចេះស្ដាប់ភាសាមនុស្សអីទេគ្រាន់តែដឹងថាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះអភិធម្មគ្រាន់តែយល់ប៉ុណ្ណឹងស្ដាប់អត់បានតែបង្អោនចិត្តស្ដាប់គោរពនៅក្នុងពធប៉ុណ្ណឹងញោមបន្ទាប់អំពីអស់ជីវិតទៅកើតនៅក្នុងទេវលោកនឹងគ្រាន់តែស្ដាប់ពធពុទ្ធហើយអត់ស្ដាប់អត់បានទេប៉ុន្តែគោរពតួយ៉ាងដោយសត្វកង្កែបអីញោមគោរពនៅក្នុងពធគ្រាន់តែគោរពប៉ុណ្ណឹងញោមទៅកើតនៅក្នុងទេវលោកញោមមិនបាច់គោរពអាត្មាទេប៉ុន្តែញោមគោរពពធរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងនៅក្នុងចំណុចនេះតាមពិតគោលដៅរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពធហ្នឹងបើមែនតែនទៅគ្រាន់តែចង់ឲ្យសត្វលោកហ្នឹងយល់ធម៌របស់ព្រះសម្មាសម្ពុទ្ធហើយយកព្រះធម៌នោះ
យកទៅបដិបត្តិនៅក្នុងដំណើរជីវិតប្រចាំថ្ងៃឲ្យคล้ายទៅជាធម្មបដិបត្តិហើយរកធម្មតាទៅពេលដែលយល់ធម៌ហើយអាចរកឃើញផ្លូវមួយដើម្បីរំដោះនៅសេចក្តីទុក្ខយើងទាំងអស់គ្រប់គ្នាសុទ្ធតែជាអ្នកមាននៅសេចក្តីទុក្ខជឿទេញោមជឿណាសូម្បីតែញោមអង្គុយយូរហ្នឹងក៏ចុកដៃចុកជើងសាពះយូរក៏ចុកដៃមែនទេណាហ្នឹងឯងសុទ្ធតែទុក្ខសេចក្តីទុក្ខដែលកើតឡើងទៅតាមផ្លូវកាយក្តីសេចក្តីទុក្ខដែលកើតឡើងទៅតាមផ្លូវចិត្តអីទាំងអស់ហ្នឹងដែលជាសេចក្តីទុក្ខហើយបើនិយាយមួយទៀតនៅក្នុងជីវិតរបស់ញោមរាល់ថ្ងៃក្នុងភាពជាកុហកហ្នឹងប្រឹងប្រែងរកទ្រព្យសម្បត្តិលុយកាក់ហ្នឹងវាជួបរឿងរសេមរសាមច្រើននៅក្នុងចិត្តមែនទេអ្នកធ្វើការអីឬក៏ញាតិញោមអ្នកលក់ដូរអីផ្សេងក្នុងជីវិតជាកុហកហ្នឹងជួបរឿងស្មុគស្មាញច្រើនទេញោមមិនមែនតែកុហកទេប្រសងក៏ដោយណារឿងចិត្តបុថុជនហ្នឹងដែលវាជួបរឿងស្មុគស្មាញច្រើនអញ្ចឹងនៅក្នុងខណៈពេលដែលជីវិតកំពុងតែជួបទុក្ខហ្នឹងធ្វើម៉េចឲ្យមានសតិរលឹកដឹងថាមានធម៌ជាទីពឹងញោមចាស់រាល់ថ្ងៃណាបើចាស់ទៅមានធម៌នៅគ្រាន់និយាយគ្នាណាញោមណាបើចាស់ទៅអត់ធម៌ពិបាកជាទូទៅសំទោសញោមជាទូទៅមនុស្សចាស់គាត់ពេលដែលគាត់ចាស់ទៅគាត់ច្រើនតែមាននះធ្ងន់ណាញោមណាមាននះធ្ងន់ប៉ុន្តែបានពធហ្នឹងជាគ្រឿងស្អំចិត្តណាហើយពេលខ្លះគាត់តែមើលចៅហ្នឹងក៏ដាច់សិលដាច់ធរអស់ហើយណាការអត់ធ្មត់ហ្នឹងអាហ្នឹងវាអញ្ចឹងណាញោមប៉ុន្តែបានពធដូចថារកហាមាត់ជេរចៅទៅនឹកឃើញថ្ងៃនេះថ្ងៃសិលលោកសំដែងធរអីហោហែអញ្ចឹងទៅក៏អត់ជេរទៅអាខណៈអត់ជេរទប់អាការជេរបានមួយម៉ាត់ហ្នឹងណាឈ្មោះថាញោមកំពុងតែបំពេញបុណ្យណាមហាកុសលកើតឡើងនៅក្នុងចិត្តអាហ្នឹងក្នុងមួយគណៈហ្នឹងចុះបើយើងរលឹកនៅកុសលជារឿយណាបុណ្យកុសលហ្នឹងក៏វាកើតឡើងទៅតាមហ្នឹងអញ្ចឹងណាញោមណារឿងណាអមិសទានធម្មទានហើយមួយទៀតតកតងនឹងអភ័យទាននេះគឺការឲ្យអភ័យដល់សពសត្វណាការឲ្យអភ័យដល់សពសត្វហ្នឹងគឺចង់បញ្ជាក់ជូនញាតិញោមណាទាំងអស់គ្រប់គ្នាឲ្យបានជ្រាបថាណាមានចិត្តអភ័យណាអាត្មានឹកឃើញណាចំណុចមួយដែលភាពអស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ធណាអស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គដូចថាបតីរបស់ព្រះអង្គហ្នឹងព្រះអង្គមានបតីមហាករុណាธิគុណហ្នឹងគឺស្មើទាំងអស់ចំពោះសត្វលោកអត់មានគិតថាអ្នកនេះជាញាតិរបស់តថាគតអ្នកនោះមិនមែនជាញាតិរបស់តថាគតហ្នឹងគឺព្រះអង្គអត់អញ្ចឹងទេគោលដៅរបស់ព្រះសម្មាសម្ពុទ្ធគឺព្រះអង្គត្រាស់ដឹងឡើងដើម្បីប្រោសសត្វនៅក្នុងលោកអញ្ចឹងសពសត្វតនិកទាំងអស់ដែលកើតឡើងនៅក្នុងលោកហ្នឹងអ្នកដែលមានឧបនិស្ស័យជាមួយនឹងព្រះសម្មាសម្ពុទ្ធហ្នឹងណាព្រះអង្គសម្ដែងពធអញ្ចឹងបានថាបតីរបស់ព្រះអង្គគឺស្មើទាំងអស់ចំពោះសត្វលោកហ្នឹងញោមណាអត់ប្រកាន់ជាទូទៅបើយើងគ្រប់ណាគ្រប់ព្រះអង្គគ្រប់គ្នាយើងប្រកាសជាមានចិត្តលំអៀងបន្តិចទេណាចង់មិនចង់អីលំអៀងឯណាព្រោះការស្រឡាញ់ការស្អប់អីផ្សេងអញ្ចឹងប៉ុន្តែចំពោះព្រះសម្មាសម្ពុទ្ធព្រះអង្គអត់អញ្ចឹងទេណាញាតិរបស់ព្រះអង្គក្តីមិនមែនញាតិក្តីគោលដៅរបស់ព្រះសម្មាសម្ពុទ្ធគឺព្រះអង្គសម្ដែងពធដើម្បីប្រោសណាសពសត្វទាំងនោះណាអញ្ចឹងបាននៅក្នុងពុទ្ធចរិយា3ណាការប្រព្រឹត្តទៅរបស់ព្រះពុទ្ធណាមានលោកតថចរិយាញាតិតថចរិយាហើយមួយទៀតការប្រព្រឹត្តទៅដើម្បីត្រាស់ដឹងអញ្ចឹង3ទី1ព្រះអង្គប្រព្រឹត្តទៅដើម្បីត្រាស់ដឹងទី2បន្ទាប់ពីត្រាស់ដឹងហើយព្រះអង្គប្រព្រឹត្តទៅដើម្បីសង្គ្រោះញាតិហើយទី3គឺសង្គ្រោះសត្វតនិកនៅក្នុងលោក
nâng đầy trong phải chạy tha ca bộ bật tơ này pre sả sam put nâng cứ bóng miên bật tây sma khné tầng o nè hơi phiệp o cha môi tiết đầy trong phải chạy chu nhiệt nhóm tha pre sả sam put nửa pe đại bóng sầm đai và thoa không bẩn đa mình nút rọp mơn rọp pon nè anh chăng ạ nè lúc ô bà má bộ bút nâng đôi chia pre chan pin vùng nhóm lúc ô bà má bộ bút nâng đôi chia pre chan pin vùng chăng chăng nhôm đai khơi pe đại pre chan pin vùng á dương bà má nè cái đó pe đại mơ tới pre chan hạ bây đôi chỉ khơi pre chan nó bay môi dương tầm mùi ấy bộ bút nâng lúc ô bà má đôi chăng nè pe đại lúc sầm đai bà ong sầm đai thoa tới pe đại nè đại miên ở bạn thì say mơ tới bộ bút nâng hạ bây đôi chia bộ bút có bông tái sầm đai và thoa chom tay bộ cô nâng mà nè bên nẹp xây chết có khơi chăng này chấm pú nẹp miên ở bạn thì say chẳng bàn đạp thò tới bàn sầm đai mẹ Paul xây anh đang đời xa hai sang sần xóm ấy mau là bị hàng đàm phóng con còn để trong phải chạy tha bên thì dây bị đương ở phơi giờ tiền nâng tôm nè nào smart nâng bộ bút nó ngọt miên đây nhiệt nhôm nâng trong phải chạy chẳng á chẳng tiến miến miên mán miên bầy mix á tiền là tầng o nứng thom mà tiến dưới cặp bông thớ mùi tiết ập hay giờ tiền từ te vinh cho mà ta beta chất tới bàn tràn ao dập hay đo sọp sạch tầng o cục ni ti họ thà bờ nhôm miên sọp miên khăng bộ cô nè đấy mình o đấy nó nè vào dương sọp dương khăng bộ cô na chùm ra beta ao dập hay bạch kết ấy cho này còn là kết không đồng nào chỉ vật tham mình tiên nè trong bài chop dương đồng ở tục kia trời té bọt ra vì đi chạ kia nè còn tại du hay nâng chạp còn nâng đôi chỉ cá slap từ cá ở từ nơi song kha nâng chỉ đàm và nâng còn tại kết còn nâng ọt miên ấy đầy cua và can mom được không chất hay ọt miên ấy cua khăng sọp kia tê tê nâng ở phây giờ tiền đấy nhốm đạp bà đấy nè chẳng ở mấy sự tiến thòm mà tiến phây giờ tiền nè nâng bần đa tiền tầng bầy ở đương cao bồng pin cổ sò nó miền bay thân nạ miền cổ sò thân nạ tiến cổ sò thân nạ sớ cổ sò thân nạ phiêu vần nìa nè tam bất tiến mình bị bạ thưa thì tái có mình xua thưa này nhôm mẹ này nè ở lấy con tại tiên bay mới nhá nè nè mình sẽ tiên thòm mà tiên là phây giờ tiên nữa mình bị bạ thưa thì tái có mình xua thưa này ai bây giờ cho người làng thân á bây giờ miền cổ so thân á tiên tầng bay nâng hói cổ so thân á sờ từ tiệt nè sờ nó dùng mà đã xa sờ pram sờ cùng bay ấy tam nè chia sẻ riêng luôn chẳng tới hơi bờ môi tiết bình đất cho mỗi cam một bọt đọp nè đại bộ phận từ được nông cài giờ cam buổi chơi cam mình ổ cam á nè bờ sân lọ hơi cam một bọt từng đọp nâng dương bộ phận từ lọ hơi nâng chỉ vật ở nơi bồi dưỡng có tục thảm biên sẽ cái đây sọc tràn nè đầm bây giờ biên sẽ cái đây sọc nâng về cô ta cũng bắt từng chân ở trong cái đó cứ cổ so thân nạp phiêu vần đi nó cứ bành nhà đó nhú bành nhà cả lăng và cọt được nông pe ná nâng là chưa cổ so thân nạp còn pu lấy chân nè bần đa sao vẽ từ còn nẹt đạp và thò bộ bốt đầm bây bộ bắt từng được nông ca tra đăng được nông pe nâng men tiền sờ lịch làng này về nó cứ bành nhá chỉ nét lịch làngแต่còn ở trong phải chạy nhôm tha bờ tiền dương nơi khoa kha trong trận nói ná nhôm bùng pin tiền sân tới hơi sờ có bay để xa ở shop xuống nạp shop cho mỗi cam một bọt đọp ấy hô hai chân tới hơi bờ miền nào ca bờ to từ một tiết nà sân xòm cổ so thân nạp hiêu và nì còn một tật bành nhá đó nhôm còn một tật khu riêng kề nà trong bàn bột ná miến bạ đầy bát là miền bạ đầy dát bạ đầy bát bạ đầy vệt là chúng hiên tàu bốn dương riêng sột sần và to mà hỏi nụ vọt đó bạ đầy vệt nó cứ chỉ phó đại bột bình châu kia đầu viếng bạ đầy dát đừng bạ đầy bát bây giờ dương miền bạ đầy dát lọ hỏi ca bạ đầy bát rồi bỏ dương câu việc bài play tới lọ đây chân pi nó bột châu này tranh gì là tập phó bạ đầy vệt bố cứ ca tra đằng và đang được biên ấy chỉ là stop ban đấy nhưng xôm cho luôn phần đằng cho nhóm stop ban phần ná có từ tam chia sẻ riêng luôn đấy nhóm đấy là hơi có
សូមអធិស្ឋានពីបងគ្រូគ្រប់ព្រះអង្គគណៈសូមប្រគេនជូនប៉ុណ្ណឹងសូមសម្រេចបានជាបុណ្យជាកុសលជាបច្ច័យរួចផុតចាកទុក្ខទាំងអស់គ្រប់គ្នាសូមអនុមោទនា